រៀបរាប់រឿងពិតជីវិតបងចាប់រស់នៅសាបគ្មានខ្វល់អ្នកដតីគេតែងប្រៀបធៀបថាគាត់ជាស្រីមិនខ្វល់ពីអ្នកដតីរស់នៅសាបជាការរីកមកកមុំ ចាវ៉ាវ គូអត់ដឹងរីកមកទំហឹងផ្កាណាបាទ ខ្ញុំរកផ្លូវចេញមិនឃើញទេបងប្អូន នេះជីវិតស្រីសារព័ត៌មានរៀនសូត្រអំពីផ្កាកុលាបប៊ីតងដែលមានចម្រុះពណ៌អត្តន័យនៃជីវិតរបស់បងគឺប្រៀបដូចជាផ្កានឹងអញ្ចឹងតិចទៀតនឹងស្វិតសពូនបាទនៅពេលដែលយើងដាច់លុយ អាការៈនៃការដាច់លុយនៅពេលណាខ្លះដែរតើសប្បាយអូន នៅពេលដែលយើងចាយមិនគិត តើការដាក់លេខនិងដាក់ទីតាំងរបស់បងអូនមានការកើនឡើងឬក៏ថយចុះ មានពីការកើនឡើងខ្លាំងមែនតើបាទ នេះនៅបើជំនាញដើមជែកម្នាក់នេះ បាទហ្នឹងហើយគិតថាមនុស្សភពសុខភពផ្សេងគ្នាភពសុខមិនបាទ សប្បាយតើផ្កានេះដោយសារអូនមិញហ្នឹងអូនថាស្អីគេបងឃើញថាការពិពណ៌នារបស់អូនគឺធ្ងន់ធ្ងរខ្លាំងណាស់ បាទមានជាការរីកមកកមុំ ចាវ៉ាវ គឺអត់ដឹងរីកមកទំហឹងផ្កាណាបាទគឺស្អាតខ្លាំងណាស់អ្នកទាំងអស់គ្នាមិនចង់និយាយចឹងបាទគឺវា highlight មានសមានអីចឹងវាបង្ហាញអំពីជីវិតយើងជួបអីជូរចាត់អីចឹងទៅហ្នឹងហើយបាទនេះមើលផ្ទាល់បានបាទស្អាតបាទ ពុទ្ធោផ្កានេះគឺវាស្អាតលក្ខណៈហៅថាកប់សេរីតែម្ដងបងប្អូនចាមិនមែនចេះតែស្អាតទេគឺផ្កានេះវាស្អាតតាមបែបរបស់វាហើយយើងឃើញថាមួយតងគឺគ្មានអ្នកណាហ៊ានកាត់ទេដោយសារម្ចាស់រៀងខ្លួនចាកំណត់ចំណាំហើយ បានទេអាចជាប់ពុកដោយការបតងហ្នឹងតាមតដៃ ផ្កានេះគឺជាការដាំដោយដៃគឺមិនមែនដាំដោយជើងទេមានការយកចិត្តទុកដាក់ខ្ពស់បងប្អូនដឹងទេខ្ញុំមានការចម្លែកមួយគឺថាដើមនេះវាមកតែមកគុំទេប៉ុន្តែវាគឺជិត20ពណ៌ទៅហើយខ្ញុំអត់ដឹងថាហេតុអីបាទដែរបន្តិចទៀតខ្ញុំនឹងសាកសួរទៅកាន់សបាយព្រោះសបាយដឹងពីរឿងរុក្ខជាតិនៅទីនេះទាំងអស់ហើយសបាយគឺគាត់មានអារម្មណ៍ថាគាត់កំពុងតែគិតបេះពីការជំនួយរបស់ខ្ញុំហើយខ្ញុំរកផ្លូវចេញមិនឃើញទេបងប្អូនគឺថាទៅបោកបាទតែម្ដងឥឡូវនេះយើងតាមទៅសួរសបាយដល់ក្នុងភូមិតែម្ដងដើម្បីកុំឲ្យគាត់នៅស្ងៀមកុំឲ្យគាត់ឈប់មាត់ដោយសារតែគាត់ចូលចិត្តនិយាយផ្កានេះគឺជាផ្កាអ្វីដែរបងប្អូនគឺខ្ញុំគាត់អត់មានវាគ្មិនណាអញ្ជើញបកស្រាយពីជីវិតបានទេអញ្ចឹងគាត់មានតែសួរផ្កាដើម្បីឲ្យផ្កាជាយោបល់សម្រាប់គាត់វិញបាទ បងឃើញថាផ្កានេះមាន សាប់បន្ហើយទេបងស្រីនេះបាទ មានចម្រុះពណ៌ខ្លាំងមែនទែនបងចង់ដឹងថាហេតុអីបានចម្រុះពណ៌អញ្ចឹងដោយសារអូនចម្រុះពណ៌ដែរឬមួយក៏ អត់ទេបងធម្មជាតិរបស់ផ្កាវាចេញមកវាចម្រុះគ្នាឲ្យវាញ៉អត់ដឹងដែរនេះដូចយើងអីចឹងណាបាទបាទ មិនគេហៅយើងគេមិនបានហៅយើងទេ រៀបរាប់រឿងពិតជីវិតបងចាប់រស់នៅសាបគ្មានខ្វល់អ្នកដតីគេតែងប្រៀបធៀបថាគាត់ជាស្រីមិនខ្វល់ពីអ្នកដតីរស់នៅសាបជីវិតបងចាប់ជាស្រីជោគជ័យមិនមែនជោគជ័យលើអីទេជោគជ័យនៅលើការឆ្លងផ្លូវដែលមុំបានរួចទាំងអស់គ្នារឿងមួយដែលនៅក្នុងជីវិតគាត់ដែលគាត់ចាំដល់ឥឡូវគាត់រស់នៅទីក្រុងភ្នំពេញដែលគាត់អាចឆ្លងផ្លូវបានដោយសារគាត់មិនចេះឆ្លងផ្លូវបាទនេះ ដោយសារមិនស្គាល់ភ្លើងស្តុប បាទមិនស្គាល់ភ្លើងស្តុបបាទឥឡូវ ច ហ្នឹង រាចរណ៍នៅភ្នំពេញពិតជាមានការមមាញឹកខ្លាំងណាស់ហ្នឹងហើយមិនដូចនៅស្រុកយើងទេរត់ឆ្លងវឺតែម្ដងណា បងប្អូនជីវិតយើងទោះបីជាជោគជ័យលើអីក៏ដោយនឹងមានរឿងបរាជ័យចូលមករហូតបាទដែលមានការផាត់ខេះនិយាយដើមអ្នកដតីអាចនិយាយដើមខ្លួនឯងបាទគ្មានរឿងនិយាយអ្នកដតីអីទេបាទដើមខ្លួនឯងហ្នឹងគឺប្រដកជាប់គ្នាណាបងស្រី និយាយដើមខ្លួនឯងដែលមានអ្នកដតីចូលមកពាក់ព័ន្ធជាច្រើន ជាធម្មតាយើងតែងតែនិយាយដើមអញ្ចឹងតែម្ដងឬមួយក៏មិនដែរ បាទអត់ទេបងគឺពួកខ្ញុំមិនសូវមួយទំ នេះ នេរ គឺជានៅក្នុងភូមិនេះគេមិនហៅថាការនិយាយដើមទេគេហៅថាការខ្វល់ពីសុខទុក្ខអ្នកដតី ហ្នឹងហើយបាទយើង